Hello everyone, how are you today? Welcome back to our class. Today we are going to learn about which. Do you know about the word which? Now let's start together. ចាសួស្តីបងប្អូនអ្នកសិក្សាភាសាខ្លះទាំងអស់គ្នាជាងថ្ងៃនេះយើងនឹងចូលមេរៀនថ្មីមួយទៀតគឺតកតងទៅនឹងពាក្យថា which តាចាជាង which នេះគឺមានន័យថាមួយណាជាងពាក្យថា which នេះគឺយើងសួររកអំពីជំរើសមួយណាដែលយើងចូលចិត្តជំរើសមួយណាដែលយើងជ្រើសរើសចាឥឡូវយើងនឹងចូលរៀនទាំងអស់គ្នាចាចឹង which នេះមានន័យថាមួយណា which នេះមើល IPA របស់វា which យ៉ាមានន័យថាមួយណាគេប្រើ which នេះគឺសួរអំពីជំរើសមួយណាដែលយើងជ្រើសរើសជំរើសមួយណាដែលយើងចូលចិត្តជំរើសមួយណាដែលយើងស្រឡាញ់ចូលចិត្តជ្រើសរើសយកហ្នឹងគេប្រើពាក្យថា which សម្រាប់សួរចានេះគេថានេះភាសាអង់គ្លេសគេដាក់ថា ask about choice ចាមានន័យថាសួរអំពីជំរើសដែលយើងចូលចិត្តជ្រើសរើសយកមួយណាហ្នឹងចាឥឡូវយើងមើលឧទាហរណ៍នេះ which color do you like តើអ្នកចូលចិត្តពណ៌មួយណាចាពណ៌ក្រហមពណ៌លឿងពណ៌ខៀវចាពណ៌សហ្នឹងក្នុងចំណោមពណ៌ទាំងអស់ហ្នឹងយើងចូលចិត្តមួយណាចាយើងអាចសួរសំណួរនេះ which color do you like ចាតើអ្នកចូលចិត្តពណ៌មួយណាចាដល់ពេលយើងឆ្លើយមកវិញចាយើងឆ្លើយថា I like pink ចា I like pink ចាខ្ញុំចូលចិត្តពណ៌ផ្កាឈូកអូខេ I like pink ខ្ញុំចូលចិត្តពណ៌ផ្កាឈូកចាំបើយើងចូលចិត្តពណ៌សយើងដាក់ម៉េច I like white ចាយើងចូលចិត្តពណ៌ខៀវ I like blue ចាអញ្ចឹងយើងដូរតែកន្លែងពណ៌នេះមកគឺចេញជាប្រយោគថ្មីមួយទៀតហើយចាឥឡូវយើងមើលសំណួរតទៀតណា Which day is your favorite Which day is your favorite តើថ្ងៃដែលអ្នកចូលចិត្តជាងគេហ្នឹងគឺជាថ្ងៃណាថ្ងៃមួយណាដែលអ្នកចូលចិត្តជាងគេឬគឺយើងបកប្រែថាអញ្ចឹងណា Which day is your favorite favorite នេះមានន័យថាចូលចិត្តជាងគេចាយើងចូលចិត្តជាងគេថ្ងៃមួយណាចាក្នុងចំណោមថ្ងៃទាំង7ហ្នឹង Monday Tuesday Wednesday រហូតដល់ Sunday យើងចូលចិត្តមួយណាដល់ពេលយើងឆ្លើយមកវិញណាSunday is my favorite day Sunday is my favorite day ចាអញ្ចឹងថ្ងៃអាទិត្យហ្នឹងគឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេព្រោះថ្ងៃអាទិត្យហ្នឹងយើងឈប់សម្រាកអត់បានធ្វើការងារអ្វីទេចាអញ្ចឹងគេដាក់ថា Sunday is my favorite day ចាថ្ងៃអាទិត្យហ្នឹងគឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេចាំបើយើងចង់ដាក់ថាថ្ងៃសៅរ៍គឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេចាអញ្ចឹងយើងដាក់ថាSaturday is my favorite day ចាអញ្ចឹងថ្ងៃសៅរ៍គឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេឥឡូវមួយទៀតបើយើងចង់ដាក់ថាថ្ងៃច័ន្ទគឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេយើងដាក់ណា Monday is my favorite day ចាអញ្ចឹងថ្ងៃច័ន្ទគឺជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេចាអញ្ចឹងយើងគ្រាន់ដូរខាងមុខនេះមកបង្កើតបានជាប្រយោគថ្មីមួយទៀតចាអញ្ចឹងយើងរៀនបំបែកពី clear ប្រយោគបែបហ្នឹងបានយើងឆាប់ចេះលឿនចាឥឡូវយើងចូលមួយទៀតគឺនេះ Which fruit do you like តើអ្នកចូលចិត្តផ្លែឈើមួយណាចាអញ្ចឹងគេឲ្យយើងជ្រើសរើសផ្លែឈើមួយកញ្ច្រែងអញ្ចឹងទៅអញ្ចឹងគេឲ្យយើងជ្រើសរើសថាផ្លែឈើមួយណាដែលអ្នកចូលចិត្តជាងគេហ្នឹងមានផ្លែប៉ោមផ្លែស្វាយផ្លែម្នាស់ផ្លែក្រូចអីចឹងទៅអញ្ចឹងគេអាចសួរ Which fruit do you like Which fruit do you like តើអ្នកចូលចិត្តផ្លែឈើមួយណាក្នុងចំណោមផ្លែឈើមួយកញ្ច្រែងហ្នឹងគេឲ្យយើងជ្រើសរើសឥឡូវយើងឆ្លើយមកវិញយើងដាក់ថា I like mango ចាបើយើងចូលចិត្តផ្លែស្វាយយើងដាក់ I like mango អញ្ចឹងខ្ញុំចូលចិត្តផ្លែស្វាយខ្ញុំចូលចិត្តញ៉ាំស្វាយអញ្ចឹងទៅបើយើងចូលចិត្តញ៉ាំផ្លែប៉ោមយើងដាក់ថា I like
apple ចាខ្ញុំចូលចិត្តញ៉ាំផ្លែប៉ោមចាបើយើងចូលចិត្តញ៉ាំផ្លែក្រូចយើងដាក់ថា I like orange ចាខ្ញុំចូលចិត្តញ៉ាំផ្លែក្រូចចាយើងផ្លាដូរកន្លែងនេះដាក់ផ្លែអ្វីផ្សេងដែលយើងចូលចិត្តនោះកាត់ជាប្រយោគថ្មីមួយទៀតហើយចាឥឡូវយើងចូលមើលមួយទៀតគឺសួរអំពីម្ហូបម្ដងតើម្ហូបអ្វីឬតើម្ហូបណាដែលយើងចូលចិត្តហ្នឹងម្ហូបមួយណាដែលយើងចូលចិត្តចាយើងសួរ which food do you like which food do you like តើម្ហូបមួយណាដែលអ្នកចូលចិត្តគេឲ្យជំរើសរបស់យើងនេះមានម្ហូបជាច្រើនដែលគេឲ្យយើងជ្រើសរើសអញ្ចឹងគេឲ្យយើងជ្រើសរើសតែមួយទេអញ្ចឹងគេអាចសួរថា which food do you like តើអ្នកចូលចិត្តម្ហូបមួយណាជ្រើសរើសមើលយកមួយណាដល់ពេលយើងឆ្លើយមកម្ហូបដែលយើងចូលចិត្តនេះ I like grilled steak I like grilled steak ខ្ញុំចូលចិត្តសាច់អាំង grilled steak grilled steak ចា grilled steak ហ្នឹងមានន័យថានេះសាច់អាំងនេះឯងមើលតទៀតគេឲ្យយើងនេះ which game do you want to play which game do you want to play តើ game មួយណាដែលអ្នកចង់លេងហ្នឹងwhich game do you want to play play នេះមានន័យថាលេងតើ game មួយណាដែលអ្នកចង់លេងគេឲ្យយើងជ្រើសរើស game ណាឥឡូវពេលយើងឆ្លើយមកវិញយើងឆ្លើយដាក់ថា I want to play puzzle I want to play puzzle puzzle នេះមានន័យថាលេងgame កុំរូបគេហៅថា puzzle I want to play puzzle ខ្ញុំចង់លេង game puzzle ហ្នឹងខ្ញុំចង់លេង game ផ្គុំរូប game ផ្គុំរូបហ្នឹងគេហៅថា puzzle មួយទៀតគឺគេសួរថាតើអ្នកចង់អានសៀវភៅមួយណាមានសៀវភៅច្រើននៅក្នុងបណ្ណាល័យហ្នឹងគេឲ្យយើងជ្រើសរើសសៀវភៅមួយចឹងគេសួរថាតើអ្នកចង់អានសៀវភៅមួយណាចឹងយើងប្រើឃ្លាប្រយោគនេះ which book do you want to read which book do you want to read តើអ្នកចូលចិត្តwhich book do you want to read តើអ្នកចង់អានសៀវភៅមួយណាក្នុងចំណោមសៀវភៅទាំងអស់ហ្នឹងគេឲ្យយើងជ្រើសរើសសៀវភៅមួយខ្ញុំចូលចិត្តអានសៀវភៅរឿងនិទានយើងឆ្លើយឃ្លាប្រយោគបែបនេះវិញ I want to read a storybook I want to read a storybook ខ្ញុំចូលចិត្តអានសៀវភៅឬក៏ខ្ញុំចង់អានសៀវភៅរឿងនិទានចឹងឲ្យតែសៀវភៅរឿងនិទានហ្នឹងគេចង់អានហើយI want to read a storybook. Thank you for watching my video. See you next video. Bye bye.